3វិធីដែលធ្វើឲ្យមនុស្សស្រីយើងមានគុណតម្លៃជាពិសេសអ្នកមិនស្អាតខ្ញុំពីមុនណាខ្ញុំគិតថាខ្លួនឯងស្អាតទេអញ្ចឹងវីដេអូនេះគឺត្រូវជាមួយអ្នកដែលគិតថាខ្លួនឯងមិនស្អាតមិនមានទំនុកចិត្តខូចលីពីមុនណាបងប្អូនខ្ញុំអត់មានដែរគិតថាខ្លួនឯងស្អាតទេប៉ុន្តែឥឡូវគឺខ្ញុំគិតថាខ្ញុំស្អាតព្រោះខ្ញុំស្អាតបែបខ្ញុំព្រោះខ្ញុំស្គាល់តម្លៃខ្ញុំស្គាល់តម្លៃនៃខ្លួនយើងគឺយើងទទួលស្គាល់ថាយើងស្អាតតែម្ដងឥឡូវចាចូល40ហ្នឹងស្អាតជាពិសេសអ្នកដែលស្អាតស្រាប់ហើយបើសិនជាអ្នកដែលស្អាតស្រាប់ហើយបងប្អូនកាន់តែមានគុណតម្លៃថែមទៀតព្រោះមុនណាចានិយាយពីថាបងប្អូនខ្ញុំនិយាយមែនបើបងប្អូនឃើញក៏អ្នកណាក៏រត់ដែរប៉ុន្តែហេតុអីមានអ្នកស្រឡាញ់ចូលចិត្តច្រើនម្ល៉េះចាអ្នកស្រឡាញ់ចូលចិត្តច្រើនអញ្ចឹងហើយទើបខ្ញុំចង់យកមកចែករំលែកបងប្អូនទាំងអស់គ្នាចំណុចទី1ចាមិនសុជីវធម៌ការនិយាយអកប្បកិរិយាមានសុជីវធម៌ដឹងខុសដឹងត្រូវស្គាល់ចាស់ស្គាល់ក្មេងខ្ញុំពីដើមណាខ្ញុំរឿងពាក្យសម្ដីដែលនិយាយគេឈឺចាប់ពាក្យសម្ដីដែលនិយាយធ្វើឲ្យគេពិបាកចិត្តពាក្យសម្ដីមិនថាចាស់សូម្បីតែពាក្យមួយដែលខ្ញុំនិយាយពីអញខ្ញុំអត់ដែរប្រើក្នុងទោះបីគេក្មេងជាងខ្ញុំអាចប្រើបានក៏ខ្ញុំអត់ប្រើដែរអញ្ចឹងសុជីវធម៌ស្គាល់ចាស់ស្គាល់ទុំនេះហើយគឺជាមុនស្នេហ៍របស់មនុស្សស្រីយើងចាអញ្ចឹងទៅណាមកណាក៏គេស្រឡាញ់ចូលចិត្តគេចង់ជួយយើងដែរដោយសារតែអកប្បកិរិយារបស់យើងអត្តចរិតរបស់យើងចាទី2គឺស្នាមញញឹមចាស្នាមញញឹមលើផ្ទៃមុខចាចេញពីក្នុងចាស្នាមញញឹមនេះគឺស្នាមញញឹមពីធម្មជាតិបើបងប្អូនមិនទាន់ចេះញញឹមថាមុខខ្ញុំពីធម្មជាតិមកមុខងាប់អញ្ចឹងឬក៏គេហៅមុខឬថាចុងកស៊ូមុខខ្លះមុខអីចឹងទៅចាអញ្ចឹងបើនិយាយភាសាសាមញ្ញថាមុខងាប់ចឹងទៅអ្នកខ្លះខ្ញុំឮធ្លាប់មិត្តភក្តិខ្ញុំថាអើយបើមុខកើតមកមុខងាប់អញ្ចឹងចាមុខអត់រីកអីចឹងណាចាអានោះភាសាស្រុករបស់ខ្ញុំចាអញ្ចឹងហើយបងប្អូនរៀនគ្មានអីជាងរៀនទេខ្ញុំមើលកញ្ចក់បងប្អូនមើលកញ្ចក់ហើយរៀនញញឹមបងប្អូនអ្នកណាក៏ចូលចិត្តមនុស្សញញឹមដែរចាអ្នកណាក៏ចូលចិត្តមនុស្សរស់រាយរាក់ទាក់តែចេញពីចិត្តរៀនញញឹមបងប្អូនពីធម្មជាតិមុខមិនសូវញញឹមរៀនញញឹមដូចខ្ញុំចាខ្ញុំដំបូងខ្ញុំញញឹមរហូតខ្ញុំនិយាយមែនទោះបីស្គាល់ក៏ខ្ញុំញញឹមចោលដែរដោយសារតែខ្ញុំគិតថាពេលដែលខ្ញុំឃើញគេញញឹមខ្ញុំរីករាយអញ្ចឹងហើយខ្ញុំតែងតែញញឹមនៅលើផ្ទៃមុខយើងអញ្ចឹងពេលដែលយើងមិនស្អាតហើយយើងមានស្នាមញញឹមចាក្តីស្រឡាញ់ក្តីគេចូលចិត្តយើងគឺមានតែម្ដងតែបើបងប្អូនស្អាតកម្រិតណាក៏ដោយបើបងប្អូនគ្មានអាទី1ទេចាអាកប្បកិរិយាសម្ដីអាក្រក់គំរោះគំរើយគ្មានសុជីវធម៌ចាស្អាតប៉ុណ្ណាក៏គេមិនចូលចិត្តយើងដែរទី2នេះគឺមុខស្នាមញញឹមបើសិនជាយើងស្អាតហើយយើងមុខកំមើមុខដូចយ៉ាងក៏គ្មានអ្នកណាចូលចិត្តយើងដែរចាអញ្ចឹងស្នាមញញឹមចេញពីធម្មជាតិមកនេះចេញពីមុខយើងនឹងហ្មងណាអានេះគឺសំខាន់មែនតើចំណុចទី3ចាទំនាក់ទំនងចាមានទំនាក់ទំនងល្អជាមួយអ្នកដែលជំនាញខ្លួនចាពុកម្ដាយបងប្អូនគ្រួសារយើងអ្នកខ្លះទំនាក់ទំនងល្អតែជាមួយមិត្តភក្តិស្និទ្ធស្នាលតែអ្នកខ្លះទំនាក់ទំនងល្អជាមួយតែអ្នកផ្ទះហើយឬអ្នកខ្លះទៀតទំនាក់ទំនងល្អតែជាមួយអ្នកក្រៅផ្ទះហើយអ្នកក្នុងផ្ទះគឺសម្ដីគំរូគំរើយតែម្ដងចាអត់ទេមានភាពស្មោះត្រង់ចាមានភាពស្មោះត្រង់រាប់អានគ្នាឲ្យស្មោះត្រង់មិនមែនល្អតែពីមុខនិយាយដើមគេក្រោយខ្នងចានៅកន្លែងក្រុមការងារក៏ដោយនៅពីមុខគោរពឲ្យតម្លៃប៉ុន្តែក្រោយខ្នងគឺថានិយាយដើមមេហុយអីចឹងទៅនិយាយដើមក្រុមការងារហុយអីចឹងមកអញ្ចឹងទំនាក់ទំនងល្អគឺទាំងអស់គ្នាទៅណាក៏មានគេទៅធ្វើការកន្លែងណាដែលយើងអត់ចេះគេនឹងបរៀនយើងចាយើងអត់ចេះគេនឹងបរៀនយើងឲ្យតែយើងមានទំនាក់ទំនងល្អចេះជួយគេយកអាសាគេចាយកអាសាអ្នកនៅជុំវិញខ្លួនមានតែអ្នកស្រឡាញ់ចូលចិត្តមិនថាប្រុសមិនថាស្រីអ្នកណាក៏ចូលចិត្តយើងដែរបើយើងមាន3ចំណុចហ្នឹងបើមិនជឿទាំងអស់គ្នាសាកធ្វើមើលចានេះជួបតែសំណាងហើយយើងសាងសំណាងដល់ខ្លួនឯងទាំងអស់គ្នាមាន3ហ្នឹងមនុស្សស្រីយើងមានគុណតម្លៃអត់ខ្វល់ថាយើងស្អាតមិនស្អាតទេចាគឺយើងនឹងមានគុណតម្លៃបើសិនជាអ្នកស្អាតគាត់មិនមាន3ចំណុចហ្នឹងខ្ញុំប្រាប់អត់ចាញ់អ្នកអត់ស្អាតទេតែខ្ញុំត្រឡប់មកវិញថាមនុស្សយើងគឺមានចំណុចស្អាតផ្សេងៗគ្នាពេលដែលទាំងអស់គ្នាមានគុណតម្លៃទាំងអស់គ្នារកចំណុចស្អាតខ្លួនឯងគឺទីគុំលីសិនតម្រាំរកចំណុចស្អាតតម្រាំរកស្រឡាញ់និងស្គាល់តម្លៃខ្លួនឯងណាតើតាអាយុ40អញ្ចឹងហើយចង់ឲ្យទាំងអស់គ្នាយក3ហ្នឹងចា3ហ្នឹងដែលទាំងអស់គ្នាគួរតែរៀនយកដាក់តាមខ្លួនហើយយួរតាមខ្លួនទៅណាទៅកន្លែងណាក៏យួរទៅតាមទៅទាំងអស់គ្នានឹងមានគុណតម្លៃទៅដល់កន្លែងណាគឺក្អូបកន្លែងហ្នឹងចាទៅដល់កន្លែងណាគេចូលចិត្តកន្លែងហ្នឹងទៅដល់កន្លែងណាមានភាពរីករាយដល់កន្លែងហ្នឹងទៅដល់កន្លែងណាចម្រើនដល់កន្លែងហ្នឹងចាពីគុំលេងមានប៉ុណ្ណឹងអរគុណចា